សួស្តីអ្នកទាំងគ្នាខ្ញុំបានលេងហេងមកពី CLA Traveler ហើយក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងនិយាយអំពី Imaginary ថាចំពោះខែទី3ហ្នឹងតែអ្នកទាំងគ្នាវាយឈ្នះ Imaginary ថាអប្រមាណបើយើងនិយាយពីគិតជាន់ហ្មងខ្ញុំតាំងពី account ហ្នឹងគឺឈ្នះជាន់ទី10ដូចគ្នាគឺទាំងពីរហើយតែអ្វីដែលខ្ញុំមកម្ដងនេះគឺខ្ញុំចង់បាន account ធំយកឲ្យបានពេញផ្កាយខ្វះតែមួយផ្កាយទេអ្នកគ្នាស្ដាយអីស្ដាយដោយសារតែបញ្ហារឿងមួយហ្នឹងគឺនៅផលិតរបស់ខ្ញុំគឺវាអត់ទាន់ចាប់អញ្ចឹងគឺនៅរៀងស្ទើរតែមេឃអញ្ចឹងប៉ុន្តែសារក្រោយអាចនឹងកម្រងយកតតែម្ដងឥឡូវយើងនិយាយអំពីសៀថាតើតើនឹងខែទី4តែយើងនឹងជួបធាតុអ្វីខ្លះសម្រាប់3ធាតុដែលចម្បងនៅក្នុង Imaginary សៀថាខែ4គឺមានដូចជាធាតុភ្លើងធាតុរន្ទះធាតុខ្យល់ហើយចំពោះ opening character គឺយើងមានដូចជាYomiya, Thoma, Chlorine, Beto ហើយ Shao និង Sucro ចំពោះ opening character ទាំង6តួអង្គនេះគឺខ្ញុំអត់សូវមានទេជាពិសេសគឺ 5 star តែម្ដងបើ 4 star ដឹកតែមានស្រាប់តនិយាយរួមទៅគឺយើងអាចមានអ្វីដែលពិសេសខ្ញុំចង់និយាយតែបន្ថែមចំណុចមួយចំពោះ Imaginary ថាគឺយើងអាចខ្ចីតួអង្គពីមិត្តភ័ក្តិរបស់យើងនៅក្នុង friend អញ្ចឹងណាយើងអាចខ្ចីពួកគាត់បានហើយពេលអ្នកពេលណាមាន C6 មានអីចឹងទៅគឺដឹងតែល្អតែម្ដងហើយសម្រាប់ខ្ញុំគឺខ្ញុំត្រង់ lucky ចំណុចមួយឯងព្រោះយើងដោយសារធាតុផ្ទះខ្ញុំមាននេះRaiden Sugar ណាដែលខ្ញុំមាន C3 or1 អញ្ចឹងខ្ញុំអាចមានឱកាសវាយឈ្នះមេចុងក្រោយឯងព្រោះអីដោយសារហ្នឹងគឺខ្ញុំនឹងនិយាយបន្ទាប់ទៀតហើយយើងនិយាយអំពី special invitation សម្រាប់4តួអង្គដែលគេនឹងឲ្យ invite គឺយើងមានដូចជា Selenin Ahetem យ៉ាវយ៉ាវហើយនឹងមីកាចំពោះមីកាគឺជាតួអង្គមួយដែលមកពីកោះ Monster ហើយភាគច្រើនគឺតួអង្គហ្នឹងគឺអត់សូវមានរីរ៉ានទេអញ្ចឹងអ្នកខ្លះគាត់ស្គាល់អ្នកខ្លះក៏អត់ស្គាល់អញ្ចឹងទៅសម្រាប់អ្នក player ពីមុនមកយូរលេងយូរហើយហ្នឹងគេដឹងតែស្គាល់ហើយអ្នកថ្មីផងគឺកម្រដែរអញ្ចឹងណាគាត់អាចដឹងដែរប៉ុន្តែគ្រាន់តែយើងនេះឥឡូវយើងនិយាយអំពីបោសដែលយើងនឹងវាយមេនៅក្នុងជាន់នីមួយៗចំពោះមេដំបងគឺយើងនឹងមេជួបមេរមដៃគូ robot មកពីកោះ Fontaine ហ្នឹងទាំងស្រីទាំងប្រុសបើនិយាយទៅយើងនិយាយចឹងហ្មងហើយមេនឹងដំបងគេបន្តមកទៀតគឺមេដាក់ឡានអេមយូតមេកមកទៀតហើយអ្នកនរគ្នាបើសិនជាអ្នកគ្នាចង់លេងជួបមួយមេហ្នឹងគឺត្រូវការធាតជាពិសេសផ្ទះហើយនឹងភ្លើងឬក៏រីអាជាមួយនឹង Dentro អីចឹងគឺល្អហើយចំពោះមេទី3គឺមេធាតទឹកមកពី Fontaine ដែលមេហ្នឹងគឺសម្រាប់តម្លើងនេះហ៎ material សម្រាប់តម្លើង Farina អញ្ចឹងណាហើយដឹងហើយបើសិនជាយើងមានធាតុភ្លើងយើងងាយស្រួលវាយទេចំពោះមេចុងក្រោយដែលតកតងនឹងមេពិសេសចុងក្រោយហ្នឹងគឺសឺមរឹមេហ្នឹងគឺត្រូវការធាតុអន្ទះដើម្បីយើងផ្ដាច់លក្ខណៈកលឹះរបស់វាពេលវាប្រវាយខ្លួនអញ្ចឹងណាហើយaccount ធំនិងនិយាយដល់ account ទាំងពីរដែលខ្ញុំមានណាខ្ញុំវាយឈ្នះចន្ទទី10បានដោយសារខ្ញុំខ្ចីតួអង្គមិត្តភ័ក្ដិខ្ញុំម្នាក់មួយ friend ជាមួយគ្នាអញ្ចឹងណាគាត់ឈ្មោះវិបុលហើយគាត់មាន C1 or 1 Risley ហើយតួអង្គ Risley ខ្ញុំអត់សូវចេះលេង play style គាត់ហ្មងទេដោយសារអីខ្ញុំអត់មានតួអង្គណាប៉ុន្តែចេះតែរៀនវាយទៅធ្វើម៉េចអាចឈ្នះដែរចន្ទទី10ហើយវាយបាន full star ទៀតអញ្ចឹងវាជារឿងមួយល្អសម្រាប់អ្នកដែលគាត់គិតថាខ្ញុំចង់យកលេងឈ្នះចន្ទទី8ខ្ញុំអាចខ្ចីតួអង្គមិត្តភ័ក្ដិយើងណាដែលគាត់មាន constellation ច្រើនអញ្ចឹងណាអញ្ចឹងទៅយើងសាកសួរទៅយើងខ្ចីពួកគាត់ទៅហើយសម្រាប់ theater វាមិនមែនជារឿងមួយអត់ប្រមាថអីដែលគ្នាចេះធ្វើមិនគេហៅថាលក្ខណៈ style វាយអញ្ចឹងណាព្រោះមួយជាន់ដឹងថាមួយតួអង្គយើងវាយបានតែ2ដងទេអញ្ចឹងយើងធ្វើមិនគិតគួរឲ្យបានច្បាស់លាស់មុននឹងយើងសម្រាប់ចិត្តវាយតួអង្គយកតួអង្គវាយតាមជាន់នីមួយហើយដូចខ្ញុំនិយាយអញ្ចឹងនេះ account ធំខ្ញុំវាយបាននិយាយទៅខ្វះតែមួយផ្កាយទៀតអ្នកគ្នាអូខេនិយាយទៅមានតែប៉ុណ្្នឹងឯវីដេអូហ្នឹងហើយដឹងហើយរង្វាន់តែពេលយើងវាយជាន់ទី10បានឈ្នះអញ្ចឹងគឺយើងបាន800 Prime Gym ហើយនឹងជាមួយនឹងអីផ្សេងថែមទៀតអរគុណច្រើនអ្នកគ្នាបាយបាយ